ជាអ្នកជំនួយលេចធ្លោម្នាក់ក្នុងពិធីអបអរទិវាអូឡ িম্প ិកអន្តរជាតិឆ្នាំ2026លោកហាន់សីហាបង្ហាញសកម្មភាពគាំទ្រយ៉ាងពិសេសសម្រាប់ឆន្ទៈខ្ពស់របស់កម្ពុជាចំពោះទៅការប្រកួតលំដាប់ពិភពលោកអូឡ িম্প ិកឆ្នាំ2028ខាងមុខនេះនឹងលើកឡើងពីចលនាលេងកីឡាមួយប្រភេទយ៉ាងតិចសូមទស្សនាព័ត៌មានលម្អិតពីមូលហេតុកាន់តែច្បាស់ពីលោកនាយកក្រុមហ៊ុន New Thirich កត្តាអ្វីខ្លះបានជាលោកងាកមកគាំទ្រវិស័យកីឡានៅកម្ពុជាផ្ដើមចេញពីអ្នកធ្វើការងារធម្មតារហូតពេលនេះតួខ្លាចជាអគ្គនាយកមានក្រុមហ៊ុនធំដឹកនាំជំនួញមានតម្លៃថ្លៃយ៉ាងណាក៏ដោយក៏លោកបានភ្លេចឡើយក្នុងការងារជួយសង្គមវិញដែរដោយវត្តមានលោកហាន់សីហាអគ្គនាយកក្រុមហ៊ុន New Thirich បានដឹកនាំគ្រប់សមាជិកក្រុមហ៊ុនចូលរួមពិធីអបអរទិវាអូឡ িম্প ិកហើយរូបលោកក៏បង្ហាញឆន្ទៈខ្ពស់របស់លោកក្នុងការគាំទ្រទៅលើវិស័យកីឡានៅកម្ពុជានិងទៅសើទៅដល់ចលនាលេងកីឡាមួយប្រភេទយ៉ាងតិចរបស់រាជរដ្ឋាភិបាលកម្ពុជាគាំទ្រទៅដល់សង្គមជាតិអ្វីដែលអង្គពិធីនិងមហាជនសរសើរសម្រាប់លោកហាន់សីហាអគ្គនាយកក្រុមហ៊ុន New Thirich នោះគឺរូបលោកក៏បានបង្ហាញផងដែរថារូបលោកក៏ធ្លាប់ស្គាល់ភាពលំបាកស្គាល់ភាពអត់ហើយតម្រាំតស៊ូរាប់សិបឆ្នាំបានជោគជ័យដោយសពថ្ងៃនេះគឺលោកបំភ្លេចឡើយចំពោះមជ្ឈដ្ឋានជុំវិញសង្គមដែលលោកបានថែឆ្លងក្នុងរយៈពេល6ឆ្នាំចុងក្រោយមកនេះលោកបានសង្កេតឃើញថាបញ្ហាផ្សែងបំពុលក្នុងបរិយាកាសអាហារមានផ្ទុកសារជាតិគីមីអាហារមានខ្លាញ់អំបិលស្ករលើសតម្រូវការបញ្ហាដែលបង្កដោយសារបារីថ្នាំជក់បញ្ហាខ្សែគ្រឿងសង្វឹងច្រើនលើសលប់ដែលបានកំពុងតែបំផ្លិចបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរជាពិសេសបញ្ហាផ្នែកហិរញ្ញវត្ថុបំណុលចាក់ stress ស្ទើរតែគ្រប់ក្រុមគ្រួសារនិងសហគមន៍នៅកម្ពុជាកត្តាទាំងនេះហើយទើបលោកហាន់សីហានៅពេលជោគជ័យនឹងរកស៊ីមានប្រាក់ចំណេញវិញត្រូវតែជួយសង្គមជាតិវិញផងដែរព្រោះអ្វីដែលលោកមើលឃើញមុនគេនោះគឺបញ្ហាសុខភាពរបស់ប្រជាជនខ្មែរយើងហើយលោកកំពុងតែដាក់គោលដៅក្នុងការលើកស្ទួយដល់វិស័យកីឡានៅកម្ពុជាដែលជាចំណុចសំខាន់ចម្បងរបស់លោកក្នុងការឆ្លើយតបទៅបញ្ហាខាងលើនេះបើយោងតាមការលើកឡើងរបស់លោកហាន់សីហាអគ្គនាយកក្រុមហ៊ុន New Thirich ថ្លែងបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ក្នុងពិធីអបអរទិវាអូឡ িম্প ិកអន្តរជាតិឆ្នាំ2026នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026គឺយើងផ្ដើមចាប់ពីចុងជីការតាំងពីថ្ងៃទី2សីហា2022អញ្ចឹងយើងអាយុកាលមកដល់ថ្ងៃនេះគឺយើងចូលដល់ក្បាល4ឆ្នាំហើយសម្រាប់ហើយ New Thirich របស់យើងមានចាក់ពុកវិស័យវែងឆ្ងាយមួយគឺយើងចង់ឃើញការគាំទ្រការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមិនតែក្នុងតំបន់ទេយើងធ្វើមិនឲ្យពិភពលោកមានការទទួលស្គាល់កម្ពុជាមានម៉ាកយីហោផលិតផលសុខភាពនិងសម្រស់នេះឈានមុខគេហើយគ្របដណ្ដប់ទៅកាន់ពិភពលោកធ្វើយ៉ាងណាឲ្យឆ្លើយតបនឹងពាក្យមួយរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងគឺខ្មែរអាចធ្វើបានអញ្ចឹងគឺនេះជាឆន្ទៈនេះជាការតាំងចិត្តប្រាជ្ញារបស់ New Thirich ធ្វើយ៉ាងណាឲ្យកម្ពុជាយើងរឹងមាំផ្នែកវិស័យសុខភាពផ្នែកកសាងមូលធនមនុស្សនៅកម្ពុជាហើយនឹងជំរុញអាជីវកម្មរបស់កម្ពុជាឲ្យពិភពលោកបានស្គាល់ថាខ្មែរអាចធ្វើបានបាទយើងចូលរួមចំណាយជំរុញឲ្យសេដ្ឋកិច្ច2030របស់យើងក្លាយជាប្រទេសដែលមានចំណូលខ្ពស់កម្រិតមធ្យមឲ្យបានទៅជាមួយរដ្ឋាភិបាលរបស់យើងផងដែរឆ្លើយតបនឹងអ្វីដែលឯកឧត្តមលោកបានលើកឡើងថាគ្រប់គ្នាទៅហាត់ប្រាណមួយជីវិតគឺទាំងអស់នេះគឺ New Thirich យើងកំពុងតែដំណើរការដែលបច្ចុប្បន្ននេះ New Thirich កំពុងតែជំរុញការផ្សព្វផ្សាយទៅដល់គ្រប់ខេត្តក្រុងស្រុកខណ្ឌទាំងអស់ធ្វើយ៉ាងណាឲ្យប្រជាជនចេះថែទាំសុខភាពផ្ដើមពីការហាត់ប្រាណគ្រប់គ្នាអញ្ចឹងយើងកំពុងតែជំរុញយន្តការមួយនេះឲ្យប្រជាជនផ្លាស់ប្ដូរពីរបៀបរបបរស់នៅប្រចាំថ្ងៃហើយនឹងការហាត់ប្រាណមួយថ្ងៃយ៉ាងតិចឲ្យបាន30នាទីហើយទាំងអស់នេះគឺយើងកំពុងជំរុញហើយយើងមានគោលការណ៍មួយទៀតគឺម្នាក់មើលថែណែនាំពួកគាត់ឲ្យបាន10នាក់ឬក៏10គ្រួសារនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យកម្ពុជាយើងមានសុខភាពល្អនិងមានសេដ្ឋកិច្ចរុងរឿងគ្រប់ក្រុមគ្រួសារផងដែរ